នៅក្នុងគ្រួសារខាងប្តីខ្ញុំដៃក្មេកខ្ញុំគឺធំជាងគេឲ្យតែគាត់ថាយេមិនថាខ្ញុំមិនថាប្តីទេត្រូវស្របតាមគាត់តែទោះតិចក្តីច្រើនក្តីប៉ុន្តែលើកលែងតែសុខជាទេបងប្អូនឲ្យតែម្ដាយក្មេកខ្ញុំថាយេសុខជាដឹងតែសេណូហើយម្ដាយក្មេកខ្ញុំគឺស្រឡាញ់សុខជាខ្លាំងជាងគេដោយសារតែក្រុមគ្រួសាររបស់ម្ដាយក្មេកខ្ញុំមានតែចៅគឺសុខជាមួយគត់នឹងព្រោះប្អូនថ្លៃខ្ញុំគាត់ការ6 7ឆ្នាំហើយប៉ុន្តែគាត់អត់មានកូនសោះតែហ្មងបងប្អូនអើយហើយម្ដាយក្មេកខ្ញុំឲ្យតែគាត់ទៅណាទៅណីជាពិសេសត្រឡប់មកផ្ទះវិញមិនតែមកដែរទេតែមាននំនែកឲ្យសុខជាញ៉ាំតែសុខជាអត់ចង់ញ៉ាំទេដោយសារគាត់គិតថារបស់របរដែលម្ដាយក្មេកខ្ញុំឲ្យមិនសូវអនាម័យហើយនៅពេលដែលខ្ញុំបានមកដល់ផ្ទះវិញមិនចេះខ្វះការងារទេបងប្អូនមិត្តភ័ក្តិម្ដាយក្មេកខ្ញុំច្រើនណាស់រងចាំឲ្យខ្ញុំធ្វើសេវាកម្មតាក់ទងបញ្យុធីឲ្យគាត់ដោយសារតែពួកគាត់អត់គេថាអត់សូវមានធនធាននៅពេលគាត់ទៅ beauty parlor គេគឺគេថាគេយកលុយគាត់ច្រើនអីចឹងណាតែបើសិនតែគាត់ធ្វើជាមួយខ្ញុំគឺធូរថ្លៃខ្លាំងមែនតើលាបពណ៌សក់អញ្ចឹងខ្ញុំយកពីគាត់តាម100រូបទេបើគិតជាលុយខ្មែរយើងឥឡូវប្រហែលជា4300ឬក៏4500អញ្ចឹងទៅហើយភ្ញៀវខ្លះទៀតនៅពេលគាត់មកធ្វើសេវាកម្មដល់ផ្ទះនេះគឺគាត់តម្រូវឲ្យខ្ញុំជូនគាត់ទៅផ្ទះទៀតបងប្អូននិយាយទៅធ្វើជាមួយខ្ញុំគឺមហាស្រួលថ្លៃតែខ្ញុំជូនគាត់ទៅផ្ទះវិញនិយាយទៅផ្លូវផ្ទះខ្ញុំគឺពិបាកខ្លាំងណាស់បងប្អូនអើយដោយសារតែផ្លូវទូចពេកផ្លូវនោះបាច់ដល់តាខ្ញុំគិតប្រហែលជាតែ1ម៉ែត្រកន្លះប៉ុណ្្នឹងទេអញ្ចឹងហើយបើសិនជាមានម៉ូតូជិះមកជិះគ្នាត្រូវឈប់ឬក៏រងចាំអីចឹងហើយខ្ញុំក៏ប្រាប់ប្តីខ្ញុំដែរថាផ្ទះហ្នឹងឲ្យបងអូនថ្លៃទៅយើងទៅទិញផ្ទះទិញដីនៅខ្លែងស្លែងស្អីហ្មងទៅដើម្បីថារអនាគតយើងមានឡានមានជិះអង្គគេចឹងណាព្រោះអីខែភ្លៀងចឹងគឺពិបាកខ្លាំងសម្រាប់ខ្ញុំហ្មងពេលជាពិសេសជូនស្រុកជាទៅរៀនផ្លូវនៅស្រុកហ្នឹងតូចល្អល់ទៀតបងប្អូនចឹងហើយដល់ពេលភ្លៀងម្ដងម្ដាយក្មេកខ្ញុំតែងផ្ដាំថាឲ្យខ្ញុំជិះម៉ូតូចូលប្រឡងកដាព្រោះខ្លាចមានគ្រោះថ្នាក់អីចឹងណាព្រោះកន្លែងនេះខ្ញុំរស់នៅជាតំបន់ព្រៃភ្នំនិយាយទៅវាស្រៀងកំពង់សោមដែរឥឡូវនេះផងដែរដល់វគ្គខ្ញុំធ្វើម្ហូបឲ្យស្រុកជាញ៉ាំល្មមចាគឺបបរខ្ញុំខំក្រោកតាំងពីម៉ោង4កន្លះភ្លឺដើម្បីឲ្យតាន់សាលារៀនគាត់ចឹងណាព្រោះមួយរយៈហ្នឹងស្រុកជាតែរករឿងខ្ញុំគាត់ថាកូនម៉ាក់អត់ស្រឡាញ់កូនទេឲ្យកូនទៅញ៉ាំតែនំប៉័ងមើលមកខ្ញុំមើលដូចនំប៉័ងឡើងក្រៀមក៏ពិតតែម្ដងហើយបបរលើកនេះគឺខ្ញុំបបរជាមួយសាច់ជ្រូកខ្លះហើយនិងសាច់មាន់ខ្លះហើយចំពោះអង្គគឺខ្ញុំបានខំពីវិជ្ជាពីស្រុកខ្មែរបើយើងអត់បានច្រើនទេបងប្អូនបានតែ2គីឡូតែប៉ុណ្ណឹងដោយសារតាវ៉ាលីមានកណត់ចឹងហើយនេះគឺជាផ្សិតដែលខ្ញុំបានទិញពីផ្សារនិយាយទៅនៅស្រុកទីអត់មានផ្សិតម្ជុលឬក៏ផ្សិតគេហៅថាផ្សិតផ្លូវមាន់នេះស្រុកយើងទេបងប្អូនមានតែផ្សិតមួយប្រភេទហ្នឹងហើយគេលក់ជាខ្ចប់បងប្អូនមកដុំមកប៉ុណ្ណឹងគេលក់ឲ្យខ្ញុំហ្នឹងគឺ60រូបបើគិតជាលេខខ្មែរប្រហែលជាដូចជា3000រៀលយើងហ្នឹងហើយផ្សិតមួយប្រភេទហ្នឹងពេលដំបូងខ្ញុំអត់ដឹងឃើញវាខ្មៅខ្ញុំចិត្តសបោះអស់លេខប៉ុន្តែក៏មានបងប្អូនប្រាប់ថាបងអើយផ្សិតហ្នឹងគេមិនធ្វើអញ្ចឹងទេគេគ្រាន់តែលាងទឹកឲ្យវាស្អាតជាការស្រេចហើយនេះជាប្រេងឆាដែលខ្ញុំប្រើជាប្រចាំបងប្អូនធូរថ្លៃទេអត់សូវថ្លៃប៉ុន្មានទេអានេះជាពពួកថាអូលីអយប៉ុន្តែវាមិនសុទ្ធទេគ្រាន់តែថាវាល្អជាងប្រេងផ្សេងអញ្ចឹងខ្ញុំទិញពីផ្សារគេលក់ប៉ុណ្ណឹងផែនបើគិតជាលុយខ្មែរអញ្ចឹងជា20000ជាងបងប្អូនហើយប្រេងមួយប្រភេទហ្នឹងនៅពេលយើងធ្វើម្ហូបទោះបីយើងដាក់ច្រើនយ៉ាងណាក៏ដោយពេលយ៉ាំទៅអត់មានជាតិខ្លាញ់ជាប់បំពង់កយើងទេឥឡូវរយៈខ្ញុំឆាម្ដងជាទម្លាប់របស់ខ្ញុំឲ្យតែខ្ញុំធ្វើបបរម្ដងខ្ញុំចូលចិត្តធ្វើបែបហ្នឹងមានអារម្មណ៍ថាមានរសជាតិឆ្ងាញ់អញ្ចឹងណាព្រោះនៅពេលខ្ញុំធ្វើបបរម្ដងខ្ញុំមិនដែលដាក់ដូចពពួកឬថាឆ្អឹងស៊ុបអីទេបងប្អូននិយាយទៅធ្វើធម្មតាទេឥឡូវនេះដល់វគ្គសាច់ជ្រូកខ្ញុំចិនហើយប៉ុន្តែមុននឹងដាក់ខ្ញុំដាក់អង្ករហ្នឹងខ្ញុំស្រង់សាច់ជ្រូកចេញសិនដោយសារតែអង្ករនៅស្រុកខ្មែរវាទុនជាងអង្ករនៅស្រុកយើងក៏ឆ្ងាញ់ជាងអង្ករនៅស្រុកឥណ្ឌាដែរប៉ុន្តែប្តីខ្ញុំក៏អត់សូវចូលចិត្តប៉ុន្មានទេដោយសារគាត់អត់ចូលចិត្តរបៀបថាអង្ករទុនបងប្អូនបានសាក់លងប្រើទឹកអនាម័យអនទៅបើនៅទេគួរតែសាក់លបងប្រើជាមួយខ្ញុំអនគឺជាប្រភេទហ្វូមសម្អាតតំបន់ពិសេសរបស់យើងសម្រាប់បងប្អូនដែលជួបបញ្ហាលំមាស់ធ្លាក់ស្រោធំពលលាកប្រើទៅអំខំម្ដងទេមិនត្រឹមតែប៉ុណ្ណោះកញ្ចប់បាក់តេរីផ្ដល់សំណើមដល់ស្បែកជាវាក្លិនគេមានក្អូបហាទាំងដូចផងហើយគេមានលក់ជាឈុតបន្ទាប់ពីយើងប្រើពេលហើយគេមានស្ប្រេបាញ់សម្ងួតផងដែរចាហើយនេះគឺជាសោភាររីស្ដើងមិនស្អុះមិនស្អាប់មិនស្គៀបមិនលំមាស់នឹងស្រូបទឹកបានយូរបងប្អូនបត់បែនតាមចិត្តសាច់ចលៃគេឡងទុនមានទម្រង់មានទំហំវែងយើងប្រើបានទាំងយប់ថ្ងៃហើយជា brand របស់ខ្លួនខ្មែរប៉ុន្តែផលិតនៅប្រទេសហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចកំងតាមខ្ញុំបានចាឥឡូវបបរខ្ញុំឆ្អិនហើយបងប្អូនបបរឡើងមួយឆ្នាំងបឹបតែម្ដងគ្រាន់ញ៉ាំគ្រាន់ជាហាពេលព្រឹកអីអញ្ចឹងណាបងប្អូនប៉ុន្តែបបរខ្ញុំលើកនេះអត់សូវគ្រប់គ្រឿងបានទេអាពពួកបន្លែពួកអីហ្នឹងឬក៏ពួកទឹកជ្រលក់ដោយសារតែខ្ញុំអត់មានហើយចំណងចំណូលចិត្តរបស់ខ្ញុំឲ្យតែខ្ញុំញ៉ាំបបរម្ដងខ្ញុំចូលចិត្តប្រើខ្ទឹមម្ទេសឆាជាងញ៉ាំជាងដាក់អាមេរិកចឹងណាប៉ុន្តែលើកនេះអត់មានចឹងហើយខ្ញុំឆ្នៃយកទៅត្រីកោះកងដាក់តិចហ្មងទៅដើម្បីញ៉ាំមានជាតិហឹរតិចនៅក្នុងមាត់ហើយរបស់ខ្ញុំលើកនេះម៉ែរសជាតិឆ្ងាញ់ខ្លាំងណាស់បងប្អូនខ្ញុំញ៉ាំអស់ឡើង2ចានហើយវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណឹងដែរអរគុណបងប្អូនជម្រាបលាជំជួបវគ្គក្រោយ